បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាទាក់ទងជាមួយនឹងការព្យាករណ៍ទៅលើរស័យឆ្នាំថោះនៅក្នុងខែវិច្ឆិកានេះយើងឃើញថាថោះទាក់ទងមួយនឹងកិច្ចការងារបាទមានឧបសគ្គកើតឡើងខ្លះប៉ុន្តែចុងក្រោយនៅតែអាចសម្រេចបានជោគជ័យដោយសារតែទទួលបានការជួយឧបត្ថម្ភបាទនៃការជួយជ្រោមជ្រែងពីមនុស្សដែលយើងស្គាល់ពីមនុស្សដែលល្អទទួលបានជោគជ័យបើយើងក៏លេចមកមើលទាក់ទងជាមួយនឹងការរស់ស៊ីវិញបាទបានន័យថាមានឱកាសល្អនៅក្នុងការរស់ស៊ីនៅក្នុងការរកប្រាក់ចំណូលនៅក្នុងការវិនិយោគបាទអញ្ចឹងផឹងប្រៃបន្តទៀតប៉ុន្តែអីដែលឆ្នាំថោះត្រូវយកចិត្តទុកដាក់គឺទាក់ទងជាមួយនឹងការចំណាយច្រើនអញ្ចឹងការចាយវាយត្រូវពិនិត្យបច្ច័យបានច្បាស់លាស់បាទទាក់ទងនឹងយើងផែនការផ្សេងបើយើងក៏លេចមើលទាក់ទងមួយនឹងតំណែងស្នេហាវិញយើងឃើញថាសម្រាប់អ្នកនៅលឺថោះអាចនឹងមានឱកាសជួបមនុស្សឬក៏ជួបគូស្នេហ៍ដែលយល់ចិត្តបាទយើងអាចចាប់ផ្ដើមសាច់គប់គ្នាបានដោយឡែកទាក់ទងជាមួយនឹងបញ្ហាសុខភាពថោះត្រូវចិត្តទុកដាក់មួយសុខភាពដែរបាទកុំភ្លេចខ្លួនអាចនឹងងាយធ្លាក់ខ្លួនឈឺបាទហើយជាចុងក្រោយនេះចង់ជម្រាបជូនបងប្អូនដែរថានៅថ្ងៃទី6ខែវិច្ឆិកានេះខ្ញុំមានបើកបង្រៀនវគ្គទាក់ទងជាមួយនឹងឈីមិនសមាធិដែលការបង្រៀននេះអត់គិតថ្លៃទេបងប្អូនអ្នកអាចចុះឈ្មោះបាទចូលរៀនតាមរយៈ link បាទ Telegram ដែលស្ថិតនៅក្រោម profile TikTok នេះឬក៏បាទតាមរយៈ link Telegram ដែលស្ថិតលើ comment សម្រាប់អ្នកទស្សនាវីដេអូតាមរយៈ Facebook ណាបាទអញ្ចឹងកុំភ្លេចបងប្អូនបាទអាចចុះឈ្មោះរៀនទៅបើសិនយើងមានការចាប់អារម្មណ៍យើងរៀនប្រើប្រាស់ធម៌ពលរបស់ចក្រវាឡដើម្បីឲ្យសម្រេចគោលដៅរបស់យើងបាទហើយជាចុងក្រោយកុំភ្លេច like share វីដេអូនេះហើយជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ